ក្មេងយើងមិនប្រឹងប្រែងរៀនសូត្រវ័យរៀនសូត្រយើងមិនប្រឹងប្រែងរៀនសូត្រទៅដល់វ័យធំវ័យដឹងក្តីវ័យជំទង់វ័យធ្វើការយើងលំបាកតើយើងខិតខំប្រឹងប្រែងក្នុងធ្វើការងារនឹងព្រោះពីតូចមិនបានប្រឹងរៀនដើម្បីសមត្ថភាពយើងកើនអញ្ចឹងតតែពេលធ្វើការយើងខំប្រឹងហើយយើងឆ្លាតវៃព្រោះយើងអត់មានសញ្ញាបត្រទេถ้าយើងអត់ប្រឹងរៀនយើងអត់មានសញ្ញាបត្រទេយើងធ្វើការក៏តាមនឹងដែរហើយយើងអត់មានចំណេះទេអញ្ចឹងវាប្រឹងពេលដែលយើងពេញកម្លាំងនឹងឯងបើយើងមិនបានប្រឹងទៀតយើងគិតតែដើរលេងសប្បាយតដល់ចាស់យើងរត់តែលំបាកទៀតគេ10លំបាកខ្សែជីវិតអញ្ចឹងបើសិនជាដឹងថាខ្សែជីវិតអញ្ចឹងហើយបើរៀបចំឲ្យត្រូវគឺពីក្មេងយើងត្រូវខំរៀនដើម្បីជំនាញចំណេះដឹងចូលរៀនមហាវិទ្យាល័យចាប់សពគ្រប់មានការងារល្អធ្វើតើធ្វើការកសាងសមត្ថភាពនិងកសាងលុយមួយឆ្នាំពីរឆ្នាំដំបូងកសាងសមត្ថភាពតបមកកសាងលុយកសាងតបលុយទៅដល់វ័យចូលនិវត្តន៍តបលុយធ្វើការឲ្យនឹងយើងរីករាយយើងទៅវិញទៅតែបិទភ្នែកព្រោះយើងស្លាប់ទៅយើងមិនបាច់ពិបាកបាច់ពៀវនាវបាច់សង្ឃឹមកូនបាច់សង្ឃឹមអ្នកណាមួយមិត្តភ័ក្តិបងប្អូននៃមកជួយព្រោះយើងអាចជួយខ្លួនឯងបានហើយបើយើងបានរៀបចំល្អតបលុយរបស់យើងមិនតែជួយខ្លួនឯងទេជួយគ្រួសារជួយញាតិមិត្តជួយសង្គមជាតិបានទៀតបាទ